ខ្ញុំបាននាំក្រុមហ៊ុនទាំងមូលទៅដើរកម្សាន្តជាក្រុមក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ខ្ញុំបានក៏បន្ទប់ទុកមុនកន្លះខែអតិថិជនចាស់តើខ្ញុំនឹងផ្ដល់តម្លៃពិសេសសម្រាប់ក្រុមរបស់អ្នកវាថោកជាងការកក់តាមអ៊ីនធឺណិតទៅទៀតខ្ញុំបានចូលស្នាក់នៅបន្ទាប់ពីថ្លែងអំណរគុណនាងប៉ុន្តែបន្ទាប់មកខ្ញុំបានរបុគ្គលិកទទួលភ្ញៀវប្រាប់ភ្ញៀវម្នាក់ទៀតថាថ្ងៃនេះយើងមានការបញ្ចុះតម្លៃវាថោកជាងតម្លៃសមាជិក$50ទៀតខ្ញុំបានសួរដោយស្ងប់ស្ងាត់ថាថៅកែយើងសហការគ្នាច្រើនឆ្នាំហើយហេតុអ្វីបានជាពួកគេទទួលបានការបញ្ចុះតម្លៃចំណែកឯក្រុមរបស់ខ្ញុំមិនបានអ្វីសោះពួកគេជាអតិថិជនថ្មីតើអ្នកអាចយកមកប្រៀបធៀបគ្នាយ៉ាងម៉េចកើតបើមិនពេញចិត្តទេនាំគ្នាចេញទៅឥឡូវនេះទៅខ្ញុំមានមនុស្សជាច្រើនកំពុងរងចាំបន្ទប់មនុស្សគ្រប់គ្នានៅក្នុងសាររងចាំបានសម្លឹងមកខ្ញុំក្រុមហ៊ុនរបស់ខ្ញុំជាដៃគូរយៈពេលវែងជាមួយសន្តាគារក្រៅក្រុងនេះខ្ញុំជាអ្នកតាក់ទងអស់រយៈពេល3ឆ្នាំមកហើយខ្ញុំមិនបាននិយាយអ្វីឡើយខ្ញុំក៏ត្រឡប់ទៅបន្ទប់វិញដើម្បីរៀបចំអីវ៉ាន់ដោយស្ងៀមស្ងាត់ខ្ញុំបានផ្ញើសារទៅក្នុងក្រុមឆាតថាអ្នករាល់គ្នាបដូរទៅសន្តាគារប្រណិតនៅទល់មុខនោះទៅខ្ញុំជាអ្នកចេញថ្លៃឲ្យព្រឹកព្រលឹមថ្ងៃបន្ទាប់មនុស្ស100នាក់បានតម្រង់ជួបគ្នាឆែកអាវុធចេញហើយធ្វើដំណើរទៅសន្តាគាររំខាងទៀតម្ចាស់សន្តាគារបានសម្លឹងមើលជាន់ដតេស្អាតដោយការស្រឡាំងតាំងពីសម្ដីម្ចាស់សន្តាគារហើយខ្ញុំស្រឡាំងតាំងតែម្ដងខ្ញុំបានតាក់ទងជាមួយសន្តាគារនេះអស់រយៈពេល3ឆ្នាំមកហើយរាល់ការធ្វើដំណើរអាជីវកម្មនិងការដើរកម្សាន្តរបស់ក្រុមហ៊ុនខ្ញុំតែងតែជ្រើសរើសសហការជាមួយនាងខ្ញុំថែមទាំងបានណែនាំភ្ញៀវឲ្យនាងជាច្រើនឆ្នាំមកហើយដោយការកក់បន្ទប់ជាច្រើនខ្ញុំគិតថាយើងមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្តែសម្ដីរបស់នាងនៅពេលនេះប្រៀបដូចជាការទះកំភ្លៀងយ៉ាងខ្លាំងមកលើមុខខ្ញុំអញ្ចឹងម្ចាស់សន្តាគារកាន់តែមិនចង់អត់ធ្មត់នាងបានសម្លក់តើអ្នកមិនយល់ពីអ្វីដែលខ្ញុំនិយាយទេមែនទេរាល់ពេលដែលអ្នកកក់បន្ទប់អ្នកតែងតែសុំការបញ្ចុះតម្លៃការរកស៊ីតូចតាចមិនងាយស្រួលទេអ្វីដែលអ្នកចង់បានគឺការកេងចំណេញពីខ្ញុំអ្នកពិតជាក្រាស់ក្រែមែនតើអ្នកគិតថាខ្លួនឯងជាអ្នកណាហ៊ានមកបង្កប់បញ្ហានៅសន្តាគាររបស់ខ្ញុំគិតថាអ្នកចង់មានរឿងហើយខ្ញុំបានសើចចំអកក្នុងចិត្តតើនេះជាចម្លើយរបស់អ្នកមែនទេបន្ទប់មួយតម្លៃ$500ខ្ញុំបានកក់100បន្ទប់សរុបទាំងអស់គឺ$50,000នាងពិតជាបានបញ្ចុះតម្លៃឲ្យខ្ញុំមែនបញ្ចុះតម្លៃ$100គ្រាន់តែ$100ប៉ុណ្ណោះនាងបានគិតលុយខ្ញុំ$49,900ប៉ុន្តែឥឡូវនេះភ្ញៀវធម្មតាដែលមកស្នាក់នៅដោយបង់ថ្លៃ$500ក្នុងមួយបន្ទប់បែរជាទទួលបានការបញ្ចុះតម្លៃ$50ទៅវិញវាធ្វើឲ្យខ្ញុំដែលជាដៃគូរយៈពេលវែងខ្លាចជាធ្លាប់សើចចំអកទៅវិញខ្ញុំមិនបានខឹងឬបង្កចំនួនអ្វីឡើយផ្ទុយទៅវិញខ្ញុំបានងើបមុខឡើងហើយសម្លឹងមើលទៅម្ចាស់សន្តាគារដោយស្ងប់ស្ងាត់ថៅកែតើតម្លៃសរុបសម្រាប់ក្រុមរបស់យើងមិនអាចបញ្ចុះតម្លៃបន្ថែមបន្តិចទៀតបានទេមែនទេតើអ្នកគិតថាលុយហើរតាមខ្យល់មែនទេខ្ញុំខាតលុយដោយសារតែការបញ្ចុះតម្លៃទាំងនេះហើយបើខ្ញុំផ្ដល់ការបញ្ចុះតម្លៃគ្រាន់តែដោយសារតែអ្នកសុំនោះអ្នកពិតជាចាត់ទុកខ្ញុំជាមនុស្សល្ងងហើយថៅកែសម្ដីរបស់អ្នកពិតជាស្ដាប់ទៅមិនសមតតែសោះក្រុមហ៊ុនរបស់យើងបានសហការជាមួយអ្នកអស់រយៈពេល3ឆ្នាំហើយលោកស្រី Carter ថែមទាំងបានណែនាំភ្ញៀវឲ្យអ្នកជាញឹកញាប់ទៀតផងតើអ្នកអាចប្រព្រឹត្តចំពោះពួកយើងបែបនេះយ៉ាងម៉េចកើតកុំមកនិយាយយកត្រូវដាក់ខ្ញុំនាងណែនាំភ្ញៀវឲ្យក៏ព្រោះតែសន្តាគាររបស់យើងល្អពិតប្រាកដដែរបើទោះបីជាគ្មានការណែនាំពីនាងក៏ដោយសន្តាគាររបស់ខ្ញុំក៏នៅតែមានភ្ញៀវច្រើនដែរកុំមកលើកតម្កើងខ្លួនឯងពេកខ្ញុំបានញឹមចំអកដើម្បីសន្សំថ្លៃជួលសន្តាគាររបស់នាងស្ថិតនៅខាងចុងគេបំផុតនៃផ្លូវរាល់ពេលដែលខ្ញុំណែនាំភ្ញៀវខ្ញុំតែងតែគូផែនទីដោយផ្ទាល់ដៃឲ្យពួកគេដើម្បីកុំឲ្យពួកគេវង្វេងផ្លូវរាល់ពេលដែលធុងសម្រាមពេញឬអស់ក្រដាសអនាម័យនាងតែងតែចំណាយពេលយ៉ាងយូរទម្រាំតែមកបដូរឲ្យនាងថែមទាំងរអ៊ូទាំជានិច្ចថាតើអ្នកមិនចេះទុកដាក់សម្រាមឲ្យមានរបៀបទេមែនទេសូម្បីតែរឿងតូចតាចបែបនេះក៏ធ្វើមិនបានល្អដែរខ្ញុំពិតជាធុញទ្រាន់នឹងអ្នកណាស់ហើយក្រដាសនិងសាប៊ូតើមិនអាចប្រើប្រាស់ដោយសន្សំសំចៃបានទេមែនទេវាពិតជាខ្ជះខ្ជាយណាស់លើកក្រោយបើនៅតែបែបនេះទៀតខ្ញុំនឹងគិតលុយបន្ថែមមិនខានសានខ្ញុំដឹងថាអ្នកមិនសប្បាយចិត្តឡើយរឿងនេះពិតជាខ្ញុំគិតមិនបានដិតដល់មែនសូមយោគយល់ដល់ខ្ញុំផងប៉ុន្តែឥឡូវនេះខ្ញុំទើបតែដឹងថាតាមពិតទៅនាងគិតយ៉ាងណាចំពោះខ្ញុំអ្វីដែលខ្ញុំបានធ្វើកន្លងមកនៅក្នុងភ្នែករបស់នាងគឺគ្រាន់តែជាការអែបអបនាងតែប៉ុណ្ណោះអ្នកណាថាអតិថិជនចាស់អាចកេងចំណេញបាននោះបើគិតថាថ្លៃពេកនាំគ្នាចេញទៅមិត្តរួមការងាររបស់ខ្ញុំខឹងយ៉ាងខ្លាំងហើយចង់ដើរទៅមុខដើម្បីរកយុត្តិធម៌ឲ្យខ្ញុំបានខាត់គាត់ឲ្យគ្រវីក្បាលមិនអីទេបំភ្លេចវាទៅកុំមកធ្វើពុតជាល្អអីបើអ្នកឆែកអាវុធចេញឥឡូវនេះអ្នកមានតែដេកតាមចិញ្ចើមផ្លូវប៉ុណ្ណោះមិនយូរទេអ្នកនឹងត្រូវលូនមកសុំអង្វរខ្ញុំវិញមិនខាន